ព័ត៌មានជាបន្តទៀតគឺខាត់ខ្លួនបរិសម្នាក់កាន់កាប់អាវុធអាការខុសច្បាប់ក្នុងគោលបំណងយកទៅបាញ់ពួកអ្នករករឿងខ្លួនប្រជាពលរដ្ឋនៅក្រុងតាខ្មៅបានអបអរសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកាន់កាប់អាវុធអាការដោយខុសច្បាប់ដោយបានប្រាប់សមត្ថកិច្ចថារើសបាននឹងបំណងយកទៅបាញ់អ្នកដែលរករឿងខ្លួនដែលហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង 24:00 នាទីកណ្ដាលអាធ្រាត្រឆ្លងចូលថ្ងៃទី 9 ខែមេសាឆ្នាំ 2025 នៅចំណុចបឹងជំនិចភូមិក្រពើហាកើតសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្ដាលលោកវរៈស្នេហ៍ឯកយីវណ្ដាអធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថាបុរសជាជនសង្ស័យមានឈ្មោះលុយសោះអាយុ45ឆ្នាំជនជាតិខ្មែរគ្មានមុខរបរពិតប្រាកដរស់នៅផ្ទះលេខ453ក្នុងសង្កាត់កើតហេតុវត្ថុតាងចាប់បានរួមមានអាវុធអាការមួយដើមបង់ចំនួន1គ្រាប់ចំនួន18គ្រាប់កាបូបលុយពណ៌ខ្មៅ1ក្រណាត់យ័ន្តពណ៌ក្រហម1ចង្កូមជ្រូក1ខ្សែដៃអង្កាំជ័រចំនួន1ខ្សែលោកអធិការបានប្រាប់ឲ្យដឹងទៀតថានៅវេលាកើតហេតុសមត្ថកិច្ចក្រុងតាខ្មៅបានចេញល្បាតតាមភូមិសាស្ត្ររបស់ខ្លួនលុះមកដល់ចំណុចកើតហេតុក៏បានជួបជនសង្ស័យកំពុងតែដើរតាមផ្លូវដោយមានកាន់កំភ្លើងអាការនៅនឹងដៃឃើញដូច្នោះកម្លាំងក៏បានឃាត់ខ្លួនរួមទាំងវត្ថុតាងយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាកំភ្លើងអាការមួយដើមនេះពិតជារបស់ខ្លួនដែលបានរើសបាននៅក្រោមស្ពានក្រពើហាភូមិក្រពើហាសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅហើយគូបំណងគឺយកទៅបាញ់ពួកអ្នករករឿងខ្លួនពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនមកដោះសន្នជាមួយនឹងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅពីខ្ញុំបានលុនឯក TV5 Online News